នៅល្ងាចថ្ងៃទី3ខែមីនាឆ្នាំ2026នេះប្រជាជនកម្ពុជានឹងអាចទស្សនានៅទស្សនភាពដ៏ស្រស់ស្អាតបំផុតមួយនៅលើមេឃនោះគឺចន្ទគ្រាសពេញវង្សឬខ្មែរហៅថារាហូចាប់ច័ន្ទវាក៏នឹងក្លាយជាចន្ទគ្រាសពេញវង្សចុងក្រោយគេបង្អស់នៅលើពិភពលោកតតែចូលឆ្នាំ2029ទើបអាចឃើញម្ដងទៀតដែលធ្វើឲ្យព្រឹត្តិការណ៍នេះក្លាយជាបាតុភូតដ៏កម្រមួយក្នុងអំឡុងពេលចន្ទគ្រាសពេញវង្សភពផែនដីធ្វើដំណើរមកស្ថិតនៅចន្លោះចំកណ្ដាលរវាងព្រះអាទិត្យនិងព្រះច័ន្ទពេញបូរមីព្រះច័ន្ទនឹងធ្វើដំណើរឆ្លងកាត់ស្រមោលដ៏ងងឹតបំផុតរបស់ផែនដីដែលហៅថាអាំរ៉ានៅពេលដែលពន្លឺព្រះអាទិត្យចម្រោះកាត់បរិយាកាសផែនដីពន្លឺពណ៌ក្រហមនឹងបាត់រេទៅរកព្រះច័ន្ទដែលធ្វើឲ្យវាคล้ายជាពណ៌ក្រហមក្រមៅលាយទឹកក្រូចដែលគេតែងហៅថាព្រះច័ន្ទឈាមសម្រាប់ប្រទេសកម្ពុជាបាតុភូតចន្ទគ្រាសនេះនឹងចាប់ផ្ដើមតាំងពីមុនពេលព្រះច័ន្ទរះដូច្នេះយើងនឹងមិនបានឃើញដំណាក់កាលដំបូងឡើយព្រះច័ន្ទនឹងរះឡើងនៅម៉ោងប្រហែល 6:05 នាទីល្ងាចក្នុងស្ថានភាពដែលកំពុងមានរាហូចាប់ផ្ដើមលេបរួចជាស្រេចទៅហើយខណៈពេលដ៏អស្ចារ្យបំផុតនៅពេលព្រះច័ន្ទប្រែជាពណ៌ក្រហមខ្លាំងគឺនៅម៉ោងប្រហែល 6:33 នាទីល្ងាចដំណាក់កាលរាហូលេបពេញលេញនឹងបញ្ចប់នៅម៉ោងប្រហែល 7:02 នាទីយប់ហើយនឹងបន្តខ្ជាក់ចេញមកវិញរហូតដល់ម៉ោងប្រហែល 9:23 នាទីយប់ទៅបញ្ចប់អ្នកមិនចាំបាច់ប្រើឧបករណ៍ពិសេសអ្វីឡើយគ្រាន់តែស្វែងរកកន្លែងដែលមានផ្ទៃមេឃស្រឡះក្រឡេកមើលទៅកាន់ជើងមេឃខាងកើតបន្ទាប់ពីថ្ងៃលិចបន្តិចហើយសម្លឹងទៅលើមេឃក្នុងរយៈពេលជិត1ម៉ោងអ្នកនឹងបានឃើញស្រមោលរបស់ភពផែនដីធ្វើចលនាឆ្លងកាត់ព្រះច័ន្ទក្នុងពេលជាក់ស្ដែងក្រុមហ៊ុន